ថ្ងៃនេះគេតាំងពិព័រណ៍នៅកោះពេជ្រប្តីខ្ញុំគាត់ថាអូនតាទៅមើលគេតាំងពិព័រណ៍ព្រោះអីឲ្យតែពាក្យថាតាំងពិព័រណ៍គឺគេមានលក់អីវ៉ាន់ច្រើនអញ្ចឹងណាហើយជាពិសេសគឺបានភ្លក់ម្ហូបជាច្រើនទៀតផងហើយបើនិយាយពីលក់អីវ៉ាន់វិញគឺប្រូម៉ូសិនបញ្ចុះតម្លៃឬក៏ថែមអីមានច្រើនអញ្ចឹងណាចាឥឡូវពួកខ្ញុំធ្វើដំណើរមកដល់កោះពេជ្រហើយមកដល់សាកោះពេជ្រកន្លែងគេតាំងពិព័រណ៍ហ្នឹងអញ្ចឹងហើយនិយាយពីពេលជិះមកគឺថាមេឃភ្លៀងឡើងសើមដីជោកហ្មងហើយភ្លៀងខ្លាំងចាឥឡូវនេះពងធ្វើដំណើរទៅរកកន្លែងដាក់ឡានព្រោះអីឃើញមានឡានច្រើនណាស់សឹងថារកកន្លែងផ្ញើឡានអត់បានអញ្ចឹងណាព្រោះអីមនុស្សច្រើនមែនតើហ្មងទម្រាំទៅរកកន្លែងដាក់ឡានឃើញហ្នឹងជិះឡើងចិត្តមកជុំហ្មងព្រោះអីចាតបមកខ្ញុំក៏ញ៉ាឡានរួចក៏ចូលមកខាងក្នុងអញ្ចឹងណាពេលចូលមកនៅមុខច្រកហ្នឹងគេចាយกระดาษប្រូម៉ូសិនគេថាគេប្រាប់ថាចាយភេសជ្ជៈ free អញ្ចឹងណាហើយខ្ញុំក៏មកតម្រង់ជួរទាំងអស់គ្នាមកដើម្បីបានភេសជ្ជៈ free ឥឡូវបានហើយក៏ចេញពីកន្លែងហ្នឹងទៅកន្លែងផ្សេងទៀតខ្ញុំទៅលើកនេះមិនទៅតែ4នាក់ម៉ែកូនទេគឺប៉ាម៉ាក់ក្មេកខ្ញុំគាត់ទៅដែរអញ្ចឹងណានាំគាត់ទៅដែរព្រោះអីចង់មានពេលវេលាជាមួយគាត់អញ្ចឹងហើយឥឡូវពួកខ្ញុំបានចំនួន5កែវបងប្អូន5កែវច្រើនណាស់បើសិនជាយើងគិតថាលក់មួយកែវបើសិនជាយើងគិតថាលក់មួយកែវ3000ឬក៏4000ក៏មិនតិចកែវដែរព្រោះអីចាយច្រើនអញ្ចឹងណាហើយមិនចាយតែខ្ញុំណាហើយភ្ញៀវចូលមកឡើងមកកណ្ដោដាក់តម្រង់ជួរចាំអញ្ចឹងណាហើយបើគេចាយហ្នឹងមិនតិចមិនអត់ឆ្ងាញ់ហើយឆ្ងាញ់ហើយនៅក្នុងវីដេអូទាំងជួបអ្នកណាណីខ្លះទេបងប្អូនអូយតារាមកច្រើនដែរនឹងខ្ញុំសូវស្គាល់ឈ្មោះទេបងប្អូនមើលខ្លួនឯងទៅស្គាល់អ្នកណាថាអ្នកនោះទៅព្រោះខ្ញុំសូវស្គាល់ឈ្មោះកុំសូវចាំឈ្មោះដែរឥឡូវនេះគេពងកន្លែងគេប្រកួតធ្វើម្ហូបខ្ញុំណាកូន2នាក់ម្នាក់1សឹងថាពេលខ្លះហ្នឹងម្នាក់2ហើយពេលខ្លះហ្នឹងតាមរត់តនៅភូមិមនុស្សច្រើនហើយណាមួយទៀតកូនខ្ញុំអត់មានខ្លាយគេទេហើយនិយាយពីថាដើររហូតហ្មងអត់មានឈប់អង្គុយសោះហ្មងហើយឥឡូវនឹងទិញបានគេនោះសាច់ក្រកអន់សាច់ក្រកយួរចាហើយមកកន្លែងនេះមុននឹងទិញហ្នឹងទៅភ្លក់សិនដោយសាច់ក្រកហ្នឹងចឹងមុននឹងទិញហ្នឹងភ្លក់មើលសិនថាឆ្ងាញ់អត់ចឹងណាហើយមើលនេះដើរតែភ្លក់ទេគេថាភ្លក់បើតាមគិតទៅភ្លក់គ្រប់កន្លែងណាឆ្អែតហ្មងឆ្អែតដូចយើងញ៉ាំបាយញ៉ាំប៊ូហ្វេអញ្ចឹងណាប៉ាញ៉ាំបាយទេបើញ៉ាំនេះហ្មងតែអូននៅនេះភ្លក់ច្រើនភ្លក់បានគ្រប់មុខស្អីក៏ភ្លក់បានតែមានទៅតាំងវិព័រណ៍សប្បាយជាងគេគឺសប្បាយនឹងដើរភ្លក់ហ្មងព្រោះអីយើងភ្លក់បានដោយមិនចាំបាច់អស់លុយអញ្ចឹងណាហើយណាមួយទៀតភ្លក់សុទ្ធតែមានរបស់ឆ្ងាញ់ហើយច្រើនមុខទៀតដល់ពេលអញ្ចឹងហើយសប្បាយមែនតើហ្មងហើយយើងសប្បាយនឹងដើរមើលអូស្អីខ្លះទេហើយជួបជាមួយនឹងតារាទៅបានឃើញពួកគាត់ចឹងណាក៏មានអារម្មណ៍សប្បាយដែរព្រោះអីខ្ញុំអត់ដែរងាយចេញក្រៅនឹងបានជួបតារាចឹងទេហើយឃើញគ្រប់សពបែបយ៉ាងស្អីក៏មានអូបានមានត្រៀមតលុយទិញតមិនខ្វះទេស្អីក៏មានដែរឲ្យទៅមើលគេតាំងពីពណ៌ទាំងគេទាំងខ្ញុំមិនថាយើងទៅមកថាទៅម្ដងណាទៅប្រហែលដងក៏ដែរត្រូវតែទិញបានចឹងហ្មងឲ្យទៅដឹងតែទិញចឹងហើយដូចអានេះចឹងមុននឹងបានចាប់តុក្កតាហ្នឹងគឺត្រូវទិញខ្ញុំទិញអីគេដូចជាអ្នកគាត់ឃើញគេដឹងមីអ្នកគេដាក់អសមីចឹងណាចាប់តុក្កតាកូនខ្ញុំគាត់ឃើញណានេះគាត់ចង់ចាប់ដល់ពេលចង់ចាប់អញ្ចឹងតតែទិញរបស់គេទៅបានគេឲ្យកាក់អញ្ចឹងណាហើយដល់ពេលខ្ញុំទិញហើយខ្ញុំបានកាក់ដល់តែ3ហើយកូនខ្ញុំចាប់ដល់តែ3ដងចាប់អត់បានបើដោយសារតែគាត់ក្មេងនៅពេលគាត់ក្មេងនោះគាត់អត់ចេះចាប់ហើយមួយទៀតខ្ញុំដោយសារតែខ្ញុំជាប់ថតហើយមួយទៀតកូនខ្ញុំគាត់ចង់ចាប់ដល់ពេលអញ្ចឹងទៅបានចាប់អត់បានស្ដាយដល់តែ3ដងចាប់អត់បានខ្ញុំងាករើមើលប្តីដែរថាហៅមកឲ្យជួយចាប់ព្រោះអីកាក់មានតែ2អញ្ចឹងណាដល់ពេលហើយរកអត់ឃើញឲ្យកូនចាប់បងទៅព្រោះកូនខ្ញុំគាត់ចង់ចាប់អានឹងយូរហើយអញ្ចឹងណាកាក់មានតែ2ទេហើយមួយទៀតហ្នឹងគឺបងស្រីឲ្យទៅបាន3សរុបសេចក្តីមកបើចាប់3ដងគឺខុសទាំង3ដងអត់បានទៅទេ